ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាក្នុងវីដេអូថ្មីអំពីរបៀបក្នុងការដំឡើងកម្មវិធី T-Money Go តាមទូរស័ព្ទដៃងាយៗតោះទៅតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងដើម្បីធ្វើការដំឡើងកម្មវិធី T-Money Go បានបងប្អូនចូលទៅកាន់ App Play Store ឬក៏ App Store វាពាក្យថា T-Money Go សម្រាប់ខ្ញុំបានដំឡើងរួចហើយអញ្ចឹងខ្ញុំអត់ចាំបាច់ដំឡើងទៀតទេហើយវីដេអូនេះខ្ញុំនឹងមានដាក់ link នៅក្នុង description សម្រាប់បងប្អូនដែលចង់ធ្វើការ download បងប្អូនចូលទៅកាន់ description ទៅចុចលើ link នឹងធ្វើការ download បានជាការស្រេចអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់ T-Money Go ទាំងអស់គ្នាមកបាទបន្ទាប់មកបងប្អូនឃើញពាក្យថា Touch Key ចុចលើ Touch Key ហើយបងប្អូនមើលទៅលើ port ខាងឆ្វេងដៃហើយគេដាក់ពាក្យថា Nerokin Hacket Semida ចុចលើនឹងមកបាទបន្ទាប់ពីហ្នឹងគឺបងប្អូនមើលមកកាន់កន្លែងក្រោមគេ port SynQ P1 ខា if ចុចលើនឹងមកតើមកជំរើស3នេះបងប្អូនយកខាងក្រោមគេមកបាទដល់ប្រព័ន្ធទូរស័ព្ទដូចខ្ញុំប្រភេទ Altis Phone អញ្ចឹងខ្ញុំយក Altis Phone Altis Phone នេះក៏គេមានឲ្យយើងរើសជំរើស3ដែរដូចខ្ញុំ LG អញ្ចឹងខ្ញុំយកលើ LG ហើយយើងជ្រើសរើសពាក្យថា Sontech បន្ទាប់ពីយើងរើសប្រព័ន្ធទូរស័ព្ទយើងរួចគឺយើងចុចកន្លែងគ្រីសទាំងអស់នេះមកគ្រីសហើយសម្រាប់ខ្ញុំយកពាក្យថា Mooncha SMS Pro in ជាង Haki ក្រោមគេ port នេះបាទតើមកចំណុចកន្លែងនេះគឺយើងបំពេញឈ្មោះយើងឲ្យដូចនឹង ID card របស់យើងឈ្មោះអក្សរឡាតាំងបាទបន្ទាប់មកកន្លែងចំណុច Chumin ถึงนกปนโฮនេះគឺយើងដាក់មកកន្លែងនេះគេឲ្យដាក់ចំនួន6ខ្ទង់បាទហើយយើងដាក់6ខ្ទង់មកឲ្យដូចតាក់ញៀនបានរបស់យើងណាបំពេញកន្លែងនេះគឺកន្លែងបន្ទាប់ដែលនៅក្នុង ID card យើងយកលេខហ្នឹងមកបំពេញឲ្យដូចគ្នាមិនបាទបន្ទាប់មកកន្លែង Phone Ho កន្លែងហ្នឹងយើងដាក់លេខទូរស័ព្ទរបស់យើងមកបាទអញ្ចឹងយើងពេញលេខទូរស័ព្ទហើយកន្លែងនេះកន្លែងចំណុចនេះគឺយើងវាយលេខឲ្យដូចកន្លែងដែលគេផ្ញើនឹងមកដាក់ដូចគ្នាមកបាទពេលយើងវាយលេខដូចគ្នាហើយគឺយើងចុចកន្លែង Plugin នេះមកបន្ទាប់មកយើងរងចាំ message ដែលគេនឹងផ្ញើមកឲ្យយើងធ្វើការបំពេញបាទ060495បាទអញ្ចឹងខ្ញុំដាក់លេខនឹងចូលហើយយើងបន្ទាប់ពីយើងដាក់លេខកូដនឹងចូលហើយយើងមើលកន្លែងពាក្យថា in ជើង Plugin ចុចនឹងមកបាទបន្ទាប់មកយើងមើលចំណុចកន្លែងនេះគឺបងប្អូនធ្វើការគ្រីសទាំងអស់នេះមកបាទគ្រីសទាំងអស់រួចរាល់អស់ហើយបងប្អូនមើលពាក្យថាចុចថានេះមកអញ្ចឹងទិន្នន័យយើងបានបង្កើតរួចហើយបាទបន្ទាប់ពីយើងបានធ្វើការបង្កើតរួចហើយយើងមើលពាក្យកន្លែងនេះគេដាក់ថាយើងចុចថាទៀតមកហើយគេដាក់ថា T-Money Go ស៊ីចាក់ខាគីអញ្ចឹងចុចលើហ្នឹងមកបាទអញ្ចឹងយើងបង្កើតបានសម្រាប់ហើយកន្លែង Touch Key នេះយើងចុច Touch Key ចេញមកបាទអញ្ចឹងឃើញថាយើងបានបង្កើតបានជោគជ័យហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណជួបគ្នាក្នុងវីដេអូបន្តទៀតកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងអរគុណបាយបាយ